អូខេឥឡូវយើងបន្តមកដល់ទំព័រទី20នៅផ្នែកទី2គេសួរថា what is so great about music តើតន្ត្រីមានលក្ខណៈពិសេសអ្វីខ្លះចម្លើយគឺ everything គឺគ្រប់យ៉ាង everyone love listening to music right គ្រប់គ្នាចូលចិត្តការស្ដាប់តន្ត្រីមិនអញ្ចឹង well scientific research so that music is actually good for you ជាការពិតណាស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្របង្ហាញថាតន្ត្រីគឺពិតជាល្អសម្រាប់អ្នកពាក្យថា scientific research មានន័យថាការស្រាវជ្រាវបែបវិទ្យាសាស្ត្រ Here's how តើតន្ត្រីវាល្អអ្វីខ្លះទី1 music makes you happy តន្ត្រីធ្វើអ្នករីករាយ When you listen to music you like នៅពេលដែលអ្នកស្ដាប់តន្ត្រីដែលអ្នកចូលចិត្ត your brain produce a chemical called dopamine ខួរក្បាលរបស់អ្នកបានបង្កើតសារជាតិគីមីម្យ៉ាងដែលមានឈ្មោះថា dopamine Dopamine make you feel good Dopamine ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ Research shows that a cold showers also help the brain to produce dopamine ការស្រាវជ្រាវក៏បង្ហាញដែរថាការងូតទឹកត្រជាក់ក៏អាចជួយឲ្យខួរក្បាលរបស់អ្នកផលិតនូវសារធាតុ dopamine but music seems like a better choice ប៉ុន្តែការស្ដាប់តន្ត្រីគឺជាជម្រើសល្អជាង Listen to your favorite music 15 minutes a day and get happy ចូលស្ដាប់តន្ត្រីដែលអ្នកចូលចិត្ត15នាទីជារៀងរាល់ថ្ងៃនឹងធ្វើឲ្យអ្នករីករាយ Music help you relax តន្ត្រីធ្វើឲ្យអ្នកបានសម្រាក After you come home from work បន្ទាប់ពីអ្នកត្រឡប់មកផ្ទះពីធ្វើការវិញ You are still thinking about work តែអ្នកនៅតែកំពុងគិតពីការងារមែនទេ Do you have a lot of worry អ្នកឯងមានក្តីបារម្ភជាច្រើនមែនទេ Do you worry about your boss or your neighbors or your family តើអ្នកព្រួយបារម្ភអំពីចៅហ្វាយនាយរបស់អ្នកពីអ្នកជិតខាងឬក៏ក្រុមគ្រួសាររបស់អ្នកមែនទេ Well here is some good news នេះគឺយើងមានព័ត៌មានល្អមួយចំនួន Music can help គឺតន្ត្រីអាចជួយអ្នកបាន Listen to music you love make your worries go away so you can relax ការស្ដាប់តន្ត្រីដែលអ្នកចូលចិត្តធ្វើឲ្យក្តីបារម្ភរបស់អ្នកនឹងបាត់ទៅដូច្នេះអ្នកអាចសម្រាកបាន Music help you study តន្ត្រីជួយឲ្យអ្នកសិក្សា Is it a good idea to listen to music while you study តើវាជាគំនិតល្អទេក្នុងការស្ដាប់តន្ត្រីខណៈពេលអ្នកកំពុងតែរៀន That depends គឺវាអាស្រ័យទេ Heavy metal or pop especially if there are singers can make your study difficult កាលណាអ្នកស្ដាប់តន្ត្រីជាប្រភេទឧបករណ៍ភ្លេងកម្រិតធ្ងន់ដូចជាតន្ត្រី solo ឬក៏តន្ត្រីកន្ត្រាក់អារម្មណ៍ជាពិសេសប្រសិនបើមានអ្នកច្រៀងទៀតនោះគឺវាធ្វើឲ្យការសិក្សាកាន់តែលំបាកវិញទេ However other types of music can help ប៉ុន្តែប្រភេទតន្ត្រីផ្សេងទៀតគឺអាចជួយបាន According to research យោងទៅតាមការស្រាវជ្រាវ Learner remember new words and idea អ្នកសិក្សាអាចចងចាំនូវពាក្យថ្មីឬក៏គំនិតថ្មី when they study while listening to nice classical music នៅពេលដែលពួកគេរៀនខណៈដែលកំពុងតែស្ដាប់តន្ត្រីលក្ខណៈប្រពៃណី Music help you exercise តន្ត្រីជួយឲ្យអ្នកហាត់ប្រាណ Sometimes exercising isn't easy ពេលខ្លះការហាត់ប្រាណមិនមែនជារឿងងាយស្រួលទេ Sometimes you just don't want to ពេលខ្លះអ្នកមិនចង់ហាត់ប្រាណនោះឡើយ
but studies show that listening to music, the right kinds of music, for example rock or pop, make you want to exercise ប៉ុន្តែការសិក្សាបានបង្ហាញថាការស្ដាប់ចម្រៀងដែលត្រឹមត្រូវតាមប្រភេទឧទាហរណ៍ដូចជាស្ដាប់ប្រភេទតន្ត្រីកន្ត្រាក់តន្ត្រីប្រជាប្រិយអាចធ្វើឲ្យអ្នកចង់ហាត់ប្រាណ and it help your performance go for not so great to awesome ហើយវាជួយឲ្យការសម្ដែងរបស់អ្នកឬក៏ការបំពេញការហាត់ប្រាណរបស់អ្នកពីមិនសូវល្អទៅជាល្អតែម្ដង Music help you sleep តន្ត្រីជួយអ្នកគេងលក់ Is sleeping difficult for you at night តើការគេងវាលំបាករបស់អ្នកឬទេនៅពេលយប់ Do you want to feel good when you get up in the morning តើអ្នកចង់មានអារម្មណ៍ល្អនៅពេលដែលអ្នកក្រោកពីគេងនោះទេ Listening to classical music for 45 minutes before going to bed help you get good night sleep ការស្ដាប់តន្ត្រីបែបប្រពៃណីឬបែបបុរាណរយៈពេល45នាទីមុននឹងអ្នកចូលគេងអាចជួយឲ្យអ្នកទទួលទានដំណេកបានយ៉ាងល្អ and that is good for exercise and study ហើយវាល្អទាំងការហាត់ប្រាណនិងការសិក្សាផងដែរបាទអរគុណ